មានអ្នកខ្លះគេឆ្ងល់ថាការកាត់ដេរហ្នឹងបើសិនជាយើងអត់ចេះចែកលេខស្ទាត់ជំនាញទេអត់អាចទៅរៀនដេរបានទេអត់ចឹងទេមិត្តភក្តិបងប្អូនការកាត់ដេរហ្នឹងទោះបីជាយើងអត់សូវចំណាប់ចំនួនក្នុងការបូកដកចែកលេខណាក៏យើងអាចទៅរៀនកាត់ដេរបានដែរពីព្រោះម៉ែត្រណាម៉ែត្រដែលយើងប្រើហ្នឹងគឺម៉ែត្រសម្រាប់ជាងដេរយើងអាចប្រើជាម៉ែត្រខ្សែទុនហើយបើសិនជាដូចថាជារាងចង្កេះឬមួយក៏តាកៀកយើងត្រូវការចែកនឹង4អីយើងបត់ម៉ែត្រនឹងជា4ទៅនោះយើងនឹងឃើញអ្វីដែលយើងចង់បានហើយម្យ៉ាងទៀតបើសិនជាយើងចែកហើយយើងឧទាហរណ៍ថាតាកៀកយើងចែកជា4តាកៀក100ចែកជា4បាន25ណាហើយ25យើងអត់ចេះចែកលេខយើងអាចប្រើជាមួយនឹងម៉ាស៊ីនគិតលេខឬមួយក៏យើងបត់ម៉ែត្រដូចខ្ញុំថាអញ្ចឹងទៅបត់ជា4ហើយយើងនឹងឃើញហើយ25ហើយបូក3បើសិនជាយើងអត់ដឹងថា25បូក3ឃើញប៉ុន្មានទេយើងរំកិលម៉ែត្រនឹង3លេខបន្ថែមមកទៀតមកនោះយើងនឹងឃើញហើយចំពោះការងារកាត់ដេរនេះទៀតអត់លំបាកទេមិត្តភក្តិបងប្អូនតាមបែបងាយហើយបើសិនជាយើងយកចិត្តទុកដាក់ណាហើយចំពោះនៅតាមសាលាយើងចេះគ្រូបង្រៀនណាគ្រូបង្រៀនយើងតាំងពីយើងនៅក្មេងៗមកម្លេះចឹងណាដូចថាសិស្សស្ត្រីទៅរៀនកាត់ដេរទៅសិស្សបុរសទៅរៀនខាងរោងជាងអីចឹងណាហើយដូច្នេះហើយអត់ពិបាកទេបើសិនជាយើងយកចិត្តទុកដាក់ហើយចំពោះនៅស្រុកគេវិញដោយសារមិត្តនារីភាគច្រើនក៏គាត់ចេះដេរនឹងដែរក៏ប៉ុន្តែដោយសារយើងធ្វើការឲ្យគេហើយយើងបានប្រាក់ខែរៀងច្រើនគួរសមដែរដូច្នេះយើងអត់សូវជាងាកមកចាប់អារម្មណ៍ជាមួយនឹងការដេរកាត់ចឹងណាយើងរវល់តែធ្វើការប្រចាំថ្ងៃហើយកិច្ចការផ្ទះទៅយើងក៏រំលងការងារកាត់ដេរនេះចោលទៅតាមការពិតទៅការងារកាត់ដេរបែបនេះអាចនិយាយបានថាចេះគ្រប់តែស្ត្រីទាំងអស់នឹងឯងហើយម្យ៉ាងទៀតខ្ញុំយល់ឃើញថាសម័យឥឡូវនេះមានភាពងាយស្រួលច្រើនបើសិនជាយើងចង់ដឹងចង់ចេះយើងមានYouTube មានអីមើលហើយយើងសិក្សាស្វែងយល់បន្ថែមទៀតទៅនោះយើងនឹងចេះធ្វើដោយខ្លួនឯងបានអញ្ចឹងណាពីព្រោះថានិយាយរួមទៅមនុស្សយើងបើសិនជាយើងចង់យើងធ្វើបានលើកលែងតែថាយើងអត់ចង់ណានិយាយរួមទៅវចនានុក្រមពាក្យថាមិនអាចយើងគួរតែបង្រៀនខ្លួនយើងថាយើងនៅក្នុងវចនានុក្រមរបស់យើងពាក្យថាមិនអាចគឺគ្មានទេអញ្ចឹងមានតែពាក្យថាអាចបើសិនជាយើងគិតថាសមរម្យនិងគួរឲ្យធ្វើអញ្ចឹងណាហើយដូច្នេះហើយបានជាខ្ញុំចង់ប្រាប់មិត្តភ័ក្តិបងប្អូនទាំងអស់គ្នាថាចំពោះការរៀនកាត់ដេរនេះគឺងាយណាស់មិត្តភ័ក្តិបងប្អូន